ជំរាបសួរលោកគ្រូនៅខ្ញុំឈ្មោះសូមេថាឌីងមកពីក្រុមអាជីវកម្មសម្រាប់វីដេអូមួយនេះខ្ញុំនឹងធ្វើអំពីproject midterm ដែលតាក់ទងអំពី Linux user និង group management ជាមួយនឹង file permission ដោយប្រើ SSH Connect ដើម្បីធ្វើអញ្ចឹងដំបូងឡើងយើងធ្វើការ login server របស់យើងបន្ទាប់មកយើងធ្វើការវាយជាមួយនឹង comment IPA ដើម្បីរក IP address របស់យើងពីព្រោះដើម្បីយកទៅ connect SSH រួចមកយើងបើក PowerShell ហើយបញ្ចូលនៅ comment SSH ឈ្មោះ user របស់ខ្ញុំ add ជាមួយនឹង IP addressបន្ទាប់មកយើងវាយជាមួយនឹង password ដើម្បីចូលសម្រាប់ជំហានទី1យើងត្រូវបង្កើតជាមួយនឹង group ដែលមានចំនួន3គឺdeveloper UX UI ហើយនឹង developចូលមកដល់ចំណុចទៀតយើងធ្វើការវាយជាមួយនឹង comment G10 group ដើម្បី check មើលទៅ group ដែលយើងបានបង្កើតហើយសម្រាប់កន្លែងនេះគឺវានឹងបញ្ជាក់មកថា comment ដែលយើងបានបង្កើតហ្នឹងគឺបានបង្កើតរួចរាល់ហើយមាន3មាន developer UX UI និង DevOps ចឹងសម្រាប់ជំហានបន្ទាប់ទៀតយើងត្រូវធ្វើការ delete group developer ដោយយើងប្រើជាមួយនឹង command sudo group del developer រួចមកយើងត្រូវ check មើលដោយវាជាមួយនឹង command G10 group ដដែលដើម្បីដឹងថា group developer ហ្នឹងបាន delete រួចរាល់នៅអញ្ចឹងកន្លែងនេះគឺបានបញ្ជាក់មកថា group developer របស់យើងហ្នឹងគឺបាន delete រួចរាល់ហើយបន្តមកទៀតយើងត្រូវ add group developer វិញអញ្ចឹងសម្រាប់ការ add group ហ្នឹងយើងប្រើជាមួយនឹង command ដដែលគឺ command sudo group add developer ឥឡូវនេះយើងធ្វើការ check មើលឡើងវិញចូលមកដល់កន្លែងនេះគឺបានបញ្ជាក់មកហើយថា group របស់យើងនឹងគឺបាន add ដែលជោគជ័យសម្រាប់បន្ទាប់ទៀតគឺយើងត្រូវ create text file ចំនួន3ដោយនៅក្នុងនោះមានដូចជា developer process UX UI process ហើយនិង DevOps process អញ្ចឹងដើម្បីបង្កើត text file យើងត្រូវវាយ command touch developer underscore process dot txt អញ្ចឹងសម្រាប់ command ផ្សេងគឺយើងធ្វើការវាយដូចគ្នាបន្ទាប់ពីយើងធ្វើការវាយ command ទាំង3របស់យើងរួចរាល់ហើយយើងមកធ្វើការវាយជាមួយនឹង command ls-l
ដើម្បី check មើលទៅលើ text file ដែលយើងបានបង្កើតហ្នឹងអញ្ចឹងសម្រាប់ចំណុចនេះគឺបានបញ្ជាក់មកថា UX UI របស់យើងហ្នឹងគឺបានបង្កើត text file ហើយអញ្ចឹងកន្លែងនេះគឺ developer process និង develop process របស់យើងក៏បានបង្កើតជា text file ហើយដែរអញ្ចឹងចំណុចបន្ទាប់ទៀតគឺយើងត្រូវ change file permission ដែលយើងបានបង្កើតទាំង3នោះទៅជា755ទាំងអស់ដោយយើងត្រូវប្រើជាមួយនឹង comment chmod 755ផ្កាយ .txt បន្ទាប់ពីបដូរទៅរួចអស់ហើយយើងត្រូវ check មើលដើម្បីដឹងថា file ដែលយើងបានបដូរ permission រួចហ្នឹងយើងត្រូវប្រើជាមួយនឹង comment ls -x ផ្កាយ .txt ផ្កាយ .txt អញ្ចឹងកន្លែងនេះគឺគេនឹងបញ្ជាក់មកឲ្យថាfile change file របស់យើងហ្នឹងគឺវាបានជោគជ័យសម្រាប់កន្លែងនេះគឺវានឹងបញ្ជាក់ឲ្យថា developer process text និង develop process text UX UI យើងហ្នឹងគឺបាន change file permission ដែលបានជោគជ័យទៅជា755ចំណុចបន្តទៀតគឺយើងត្រូវកំណត់ owner និង group សម្រាប់ file develop ដោយវាយជាមួយនឹង comment sudo caown root devops underscore process.txt សម្រាប់មួយទៀតគឺយើងត្រូវកំណត់ permission ឲ្យ develop group ដោយប្រើ comment sudo chmod 770 devops underscore process.txt រួចបញ្ជាក់ថា developer និង UX UI មិនអាច access develop group យើងវាយជាមួយនឹង cat develop underscore process.txt សម្រាប់កន្លែង permission deny នេះគឺបានបញ្ជាក់ថាអត់អាច access ទៅ develop group បានទេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំក៏បានដល់ទីបញ្ចប់សូមអរគុណ